ព្រំតែនតែម្ដងអ្នកស្រុកថៃចេះទឹកត្រីដាក់អ្នកកសែតថៃខ្លួនឯងរឿងផ្សាយព័ត៌មានមិនពិតបាដំណឹងដកដៅកកុកនៅភូមិម្ដុំជោគជ័យព្រៃចានអីហ្នឹងប្រិយមិត្តបាចេះទឹកត្រីដាក់អ្នកកសែតថៃខ្លួនឯងអាហ្នឹងមួយផ្នែកទៀតនោះកម្ពុជាស្នើកិច្ចប្រជុំព្រំដែនបន្ទាន់ JBC បាទគណៈ ZABI ទម្លាក់ជំនួយមនុស្សធម៌$50,000នោះធ្វើឲ្យថៃបើកភ្នែកធំអូមិនគេជួយកម្ពុជាអញ្ចឹងមានអីអញ្ចឹងណាបាទ$50,000ជួយខ្មែរបាទនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រទេស ZABI រឿងមួយទៀតនោះប្រិយមិត្តជាទីមេត្រីតើថៃហ៊ានទិញនុយក្លេអ៊ែរ10គ្រាប់មែនឬការពិតនៅពីក្រោយយុទ្ធនាការបោកបញ្ឆោតបាទដោយសារតែឥឡូវនេះមានការបំផុសបំផុលពីអ្នកនយោបាយបាទឲ្យទិញអាវុធបាទទិញនុយក្លេអ៊ែរ10គ្រាប់តើវាអាចកើតឡើងដែរទេនេះគឺជាប្រធានបទ3ចំណុចដែលនឹងរៀបរាប់នៅក្នុងវីដេអូមួយនេះប្រិយមិត្តជាទីមេត្រីនាថ្ងៃទី5មករា2026ម៉ោង 7:35 នាទីហើយបាទរឿងដែលហួសចិត្តនោះគឺប្រជាជនថៃខ្លួនឯងបាទចាស់ទឹកត្រីដាក់អ្នកកសែតថៃនៅទល់មុខភូមិព្រៃច័ន្ទបាទស្អុយទាំងព្រមហ្មងស្អុយទាំងព្រមតាមម្ដងប្រទេសថៃស្អុយបែបកិត្តិយសគេឈ្មោះត្រូវបានអ្នកសារព័ត៌មានពិភពលោកអាចារ្យសេរា CNN បាទនិងសារព័ត៌មានដទៃផ្សេងទៀតកំពុងតែចុះផ្សាយធ្វើឲ្យគេឈ្មោះរបស់ថៃស្អុយពេញពិភពលោកពាក់ព័ន្ធទៅនឹងការឈ្លានពានដាក់ទូកុងតឺន័រនានានៅតាមបណ្ដោយព្រំដែនបាទកម្ពុជានៅជោគជ័យស្អីហ្នឹងគឺត្រូវបានគេលើកឡើងគ្រប់តែគ្នាដាក់ចំណងជើងពាក់ព័ន្ធទៅនឹងការឈ្លានពានការរំលោភបទឈប់បាញ់ពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជាឥឡូវនេះស្អុយមួយដែរគឺស្អុយទឹកត្រីបាទស្អុយឲ្យងោងហើយនឹងវាយថែមមួយចានដែកលើអ្នកកសែតថៃដោយសារខឹងផ្សាយព័ត៌មានមិនពិតបំភ្លៃបោកប្រាស់ប្រជាជនថៃខ្លួនឯងបាទនេះគឺជារឿងមួយដែលហួសសំណើចយកតែមែនតែនប្រិយមិត្តបាទសេចក្តីរាយការណ៍ព័ត៌មានជុំវិញហេតុការណ៍ដ៏កម្រនិងគួរឲ្យផ្ចាប់ផ្អើលមួយនេះរួមជាមួយនឹងការវិភាគអំពីមូលហេតុដែលពលរដ្ឋថៃខ្លួនឯងបែរជាប្រតិកម្មខ្លាំងដាក់អ្នកកសែតអ្នកសារព័ត៌មានជាតិសាសន៍ខ្លួនឯងខ្ញុំមើលដំបូងស្មានតែបាទប្រជាពលរដ្ឋខ្មែរចាស់ទឹកត្រីដាក់ពួកថៃខ្ញុំភ័យទេតាដល់ពេលអានយូរទៅបាទគឺពួកជនជាតិថៃខ្លួនឯងឆ្លោះគ្នាទាស់គ្នាបាទអារឿងហ្នឹងរឿងពិតនៅព្រំដែនបាទអ្នកសារព័ត៌មានថៃរឿងការចាស់ទឹកត្រីពីពលរដ្ឋខ្លួនឯងក្រោយការផ្សាយព័ត៌មានបំភ្លៃការពិតរឿងនេះកើតឡើងនៅណាប្រិយមិត្តគឺកើតឡើងនៅភូមិនងយ៉ាកែវប្រទេសថៃនឹងឯងភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមិនត្រឹមតែកើតឡើងរវាងកងទ័ពខ្មែរនិងកងទ័ពថៃនោះទេប៉ុន្តែពេលនេះបានរីករាលដាលទៅដល់ចំនួនរវាងពលរដ្ឋនៅតាមមូលដ្ឋាននិងអ្នកសារព័ត៌មានផងដែរការពីពេលថ្មីបាទថ្ងៃមិញនឹងឯងមានហេតុការណ៍ដ៏ផ្ចិបផ្អើលមួយបានកើតឡើងនៅភូមិនងយ៉ាកែវទល់មុខគ្នានឹងភូមិតំបន់ព្រៃច័ន្ទដោយអ្នកសារព័ត៌មានថៃមួយក្រុមត្រូវបានអ្នកភូមិចាស់ទឹកត្រីដាក់បាទស្អុយមិនទៅប្រិយមិត្តសម័យមើលដើម្បីបង្ហាញពីភាពខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេបាទបោកប្រាស់ពាក់ព័ន្ធនឹងព័ត៌មាននេះយោងតាមប្រភពពីកន្លែងកាត់ហេតុអ្នកភូមិនងយ៉ាកែវបានចោទប្រកាន់ក្រុមអ្នកសារព័ត៌មានទាំងនោះថាបានរាយការណ៍ព័ត៌មានបំភ្លៃការពិតនិងញុះញង់ឲ្យមានចំនួនសង្គ្រាមដែលធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅនិងសន្តិសុខរបស់ពួកគេដែលជាប់ខ្សែបន្តព្រំដែនដោយផ្ទាល់បាទពួកអ្នកស្រុកប្រជាពលរដ្ឋថៃរស់ស៊ីមិនបានបាទដោយសារតែរឿងយោធាថៃឈ្លានពានទឹកដីកម្ពុជានេះប្រហែលថ្ងៃហើយប្រិយមិត្តអាវៈទី1នោះ5ថ្ងៃបាទអូសបន្លាយពជាពេលរហូតមកដល់ថ្ងៃទី7ខែធ្នូនេះវាដាក់វគ្គទី2មកប្រើទៀត20ថ្ងៃដល់ពេលអញ្ចឹងវាចេះតែអូសទៅណាប្រិយមិត្តបាទធ្វើឲ្យពួកគាត់រកស៊ីមិនបានទទួលទានមិនបានមិនថាយើងមិនថាគេទេសូម្បីតែពួកថៃខ្លួនឯងហ្នឹងក៏ពិបាកនៅក្នុងការរស់នៅបាទដោយសារតែរឿងសង្គ្រាមយោធាថៃបករឿងបកហេតុជាន់មីនអីណាណៃហើយផ្ទុះវាយគ្នាមកប្រើនឹងឯងអាហ្នឹងគឺប្រជាពលរដ្ឋថៃខឹងពួកអាអ្នកកសែតថៃមួយចំនួនបំភ្លៃចេះតែញុះញង់ឲ្យបកសង្គ្រាមបាទហើយដើម្បីបានជាពលរដ្ឋថៃបែរជាធ្វើបែបនេះដាក់អ្នកសារព័ត៌មានខ្លួនឯងបែបអញ្ចឹងការដែលពលរដ្ឋនៅតំបន់ព្រំដែននងយ៉ាកែវហ៊ានប្រើហិង្សាបន្តិចបន្តួចឬការដេញចាស់ទឹកត្រីដាក់អ្នកកសែតថៃដូចគ្នាគឺមានមូលហេតុស៊ីជម្រៅមួយចំនួនបាទតើមូលហេតុអីទី1ការរាយការណ៍ខុសពីការពិតគេថា fake news បាទផ្ទុយគ្នាទៅនឹង reality តតភាពអ្នកសារព័ត៌មានមកពីទីក្រុងបាងកកជារឿយៗតែងតែព្យាយាមផលិតព័ត៌មានឲ្យមើលទៅបាទក្តៅកគុកឬរន្ធត់ដើម្បីទាញ view និង rating ជាដើមបាទដើម្បីតែ view ដើម្បីឲ្យពួកអាកង្កែបខ្នងដោសង្គមថៃបាទខឹងសម្បាដាក់ប្រជាជនកម្ពុជារដ្ឋាភិបាលកម្ពុជាជាដើមអាហ្នឹងគឺពួកអ្នកកសែតថៃមកពីបាងកកប៉ុន្តែសម្រាប់អ្នកភូមិដែលដេកនៅទីនោះដោយផ្ទាល់ពួកគេដឹងថាស្ថានភាពពិតបែបណាបាទនៅពេលព័ត៌មានចុះផ្សាយថាសង្គ្រាមជិតផ្ទុះឬសភាពការតានតឹងខ្លាំងវាធ្វើឲ្យអ្នកភូមិភ័យខ្លាចរត់ចោលផ្ទះសម្បែងនិងប៉ះពាល់ទៅដល់ការរកស៊ីជាមួយអ្នកភូមិខ្មែរតាមបណ្ដោយព្រំដែនអាហ្នឹងគឺពាក់ព័ន្ធទៅនឹងការរាយការណ៍ខុសពីការពិតដែលគាត់រស់នៅក្នុងជាក់ស្ដែងគ្មានរឿងស្អីផងក៏ប៉ុន្តែពួកអាអ្នកសារព័ត៌មានថៃមកពីបាងកកហ្នឹងវាបំភ្លៃបន្ថែមលបោអញ្ចឹងណារឿងទី2អ្នកសារព័ត៌មានជាអ្នកញុះញង់បាទពលរដ្ឋនៅតាមព្រំដែនចង់បានសន្តិភាពព្រោះបើតំបន់នោះខ្លាយជាសមរភូមិគឺពួកគេជាអ្នករឹករស់មុនគេមិនមែនអ្នកកសែតដែលអង្គុយក្នុងឡានម៉ាស៊ីនត្រជាក់អីនោះទេអាហ្នឹងគឺអញ្ចឹងនៅពេលដែលឃើញអ្នកកសែតព្យាយាមសរសេរព័ត៌មានចាក់រុកឆ្កឹះឆ្កៀលឲ្យមានចំនួនកំហឹងក៏ផ្ទុះឡើងតែម្ដងទី3ការបាត់បង់ជំនឿចិត្តលើប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបច្ចុប្បន្នពលរដ្ឋមានបណ្ដាញសង្គមក្នុងដៃពួកគេមើលឃើញ
ពីការពិតជាក់ស្ដែងភ្លាមៗនៅពេលព័ត៌មានតាមទូរទស្សន៍ឬកាសែតធំៗនិយាយផ្សេងពីអ្វីដែលពួកគេឃើញក្នុងផ្នែកជាក់ស្ដែងវាคล้ายជាការស្អប់ខ្ពើមភ្លាមបាទអាហ្នឹងគឺរឿងហ្នឹងប្រិមិត្តយល់ចឹងអត់ភាគច្រើនព័ត៌មានថៃបំផ្លិចបំផ្លៃចាក់រុកឆ្កឹះឆ្កៀលបាទចរិតពួកសារព័ត៌មានថៃហ្នឹងគឺយើងដឹងហើយវាមិនអីមិនការជះទឹកត្រីគឺជាសញ្ញានៃការមើងងាយមើលថោកនិងជាសារប្រាប់ថាកុំមើកភូតភើបោកប្រាស់នៅទីនេះឲ្យសោះបាទយកទៅនេះស្អុយឲ្យងោងបាទសម័យមើលមកចានដែកនោះបាទក្លិនស្អុយឆ្អាប់ក៏ប៉ុណ្ណាទៅអាហ្នឹងគឺសារព័ត៌មានថៃពួកអ្នកបំភ្លៃបាទស្អុយទាំងព្រមស្អុយទាំងកិត្តិយសគេឈ្មោះលើឆាកអន្តរជាតិត្រូវបានគេបោកអាក្រាតពាក់ព័ន្ធទៅនឹងការឈ្លានពានយកទឹកដីកម្ពុជាអាហ្នឹងមួយផ្នែកទៀតនោះស្អុយរឿងទឹកត្រីនេះផងដែរបាទរឿងទី4នយោបាយនិងផលប្រយោជន៍អ្នកភូមិខ្លះយល់ថាអ្នកសារព័ត៌មានខ្លះកំពុងបំរើឲ្យរបៀបវិរៈនយោបាយរបស់បកណាមួយបាទដែលចង់ប្រើប្រធានបទសង្គ្រាមដើម្បីចំណេញសិលឹកឆ្នោតដោយករណីបកជំរើសថ្មីដែលចង់ទិញនុយក្លេអ៊ែរជាដើមចឹងទេជារួមការជះទឹកត្រីនេះត្រូវបានមហាជនយល់ថាជាសារព្រមានដ៏ធំមួយថាព័ត៌មានរបស់អ្នកឯងគឺវាស្អុយដូចគ្នាទៅនឹងទឹកត្រីមិនអាចទទួលយកបាននោះឡើយបាទហើយក្នុងនោះសូមផ្សារភ្ជាប់ទៅនឹងរឿងដែលបកអ្នកនយោបាយបាទគេចំណេញប្រជាប្រិយភាពឬសិលឹកឆ្នោតចង់ទិញអាវុធនុយក្លេអ៊ែរណោះបាទស្របពេលដែលស្ថានភាពផ្ទៃក្នុងថៃកំពុងតែរញ៉េរញ៉ៃបែរជាមានបកនយោបាយថៃខ្លះយកបញ្ហានុយក្លេអ៊ែរមកធ្វើជាការឃោសនាបោកប្រាស់បន្ថែមទៀតបាទយុទ្ធនាការបោះឆ្នោតខែកុម្ភៈ2026បកជំរឿសថ្មីរបស់ថៃបានបង្កការភ្ញាក់ផ្អើលតាមរយៈការសន្យាទិញអាវុធនុយក្លេអ៊ែរ10គ្រឿងដើម្បីពង្រឹងវិស័យការពារជាតិថៃទោះជាយ៉ាងណាអ្នកជំនាញនយោបាយអន្តរជាតិអះអាងថានេះគ្រាន់តែជានុយនយោបាយដែលមិនអាចទៅរួចនោះឡើយដោយសាររបាំងច្បាប់សំខាន់បាទពាក់ព័ន្ធទៅនឹងច្បាប់អាស៊ានថៃជាហត្ថលេខីនៃសន្តិសញ្ញាឆ្នាំ1995ដែលហាមដាច់ខាតមិនឲ្យរដ្ឋសមាជិកអាស៊ានផលិតឬកាន់កាប់អាវុធនុយក្លេអ៊ែរការបំពានច្បាប់នេះនឹងធ្វើឲ្យថៃត្រូវបានគេបណ្តេញចេញពីតំបន់បាទនិយាយអញ្ចឹងគ្រាន់តែជាការនិយាយឲ្យទៅបានឲ្យទៅរួចពីមាត់តែប៉ុណ្ណោះអាហ្នឹងគឺបកនយោបាយរបស់ថៃមួយនោះបាទរឿងមួយទៀតនោះក្នុងនាមជាសមាជិកសន្តិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប្រសិនបើថៃព្យាយាមបញ្ជាទិញនោះនឹងត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចកម្រិតធ្ងន់ពីអង្គការសហប្រជាជាតិដោយករណីកូរ៉េខាងជើងផងដែរបាទរឿងមួយទៀតគ្មានមហាអំណាចណាមួយដូចជាអាមេរិកចិនរុស្ស៊ីហ៊ានលក់អាវុធមហាប្រឡាយនេះឲ្យប្រទេសដទៃឡើយព្រោះវាជាការរំលោភលើសន្តិសុខសកលអានេះគឺរឿងហ្នឹងសរុបគោលនយោបាយនេះគឺជាយុទ្ធសាស្ត្រប្រជាពិធដ្ឋបាទរបស់បកថៃមួយចំនួនតែប៉ុណ្ណោះដើម្បីតាក់ទាញក្រុមជាតិនិយមជ្រុលបាទដែលខ្ញុំតែងតែហៅថាម៉េចអាកង្កែបខ្នងដងតែប៉ុណ្ណោះចំពោះរឿងហ្នឹងក្នុងពិភពពិតស្ថិរភាពសេដ្ឋកិច្ចនិងសន្តិភាពតំបន់គឺជារឿងដែលសំខាន់ជាងការស្រមើស្រមៃចង់បានអាវុធដែលនាំមកនៅទណ្ឌកម្មបាទរឿងនេះផ្ដាំទៅពួកអាកង្កែបខ្នងដងកុំប្រព្រឹត្តប្រភ្លើពេកបាទគ្មានពីណាគេលក់ឲ្យគ្មានពីណាគេអនុញ្ញាតឲ្យថៃឯងទៅទិញអាវុធនុយក្លេអ៊ែរប្រឡាយលោកនោះទេយល់អត់ប្រិយមិត្តបាទដំណឹងមួយទៀតប្រិយមិត្តជាទីមេត្រីភាគីកម្ពុជាតាមរយៈកំណត់ទូតចុះថ្ងៃទី5មករា2026បានស្នើជាថ្មីទៅភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃនៅសប្តាហ៍ទី2ឬសប្តាហ៍ទី3មករា2026នៅខេត្តសៀមរាបក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួនក្រោយពីថៃបាទពជាពេលអត់មកប្រជុំក្រោយពីកម្ពុជាបានស្នើឲ្យថៃមកប្រជុំនៅសៀមរាបឥឡូវកម្ពុជាជាថ្មីម្ដងទៀតស្នើអញ្ជើញថៃមកប្រជុំថៃបាទកុំគិតវេះអីមកប្រជុំបោះបង្គោលព្រំដែនទាំងអស់គ្នាអាហ្នឹងគឺកម្ពុជាចេញលិខិតសារជាថ្មីហើយក្នុងនោះក៏យើងបានទទួលអំណោយដ៏ថ្លៃថ្លាពីប្រទេសស្រាប់ពីផ្ដល់ចំនួន$50,000ដល់ប្រទេសកម្ពុជាផងដែរបាទអរគុណច្រើនបណ្ដាបរទេសបាទមិត្តបរទេសនានាដែលមានសន្តានចិត្តល្អបាទជួយកម្ពុជាក្នុងគ្រាដែលថៃឈ្លានពានទឹកដីកម្ពុជានេះបាទរដ្ឋាភិបាលកម្ពុជានៅថ្ងៃច័ន្ទបានសម្ដែងការដឹងគុណជាផ្លូវការចំពោះសាធារណរដ្ឋស្រាប់បន្ទាប់ពីបានបរិច្ចាគប្រាក់មនុស្សធម៌ចំនួន$50,000នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃនេះតែម្ដងក្រសួងការបរទេសកម្ពុជារបស់យើងប្រិយមិត្តបាទបានប្រកាសពីការទទួលបានជំនួយហិរញ្ញវត្ថុនេះក្រសួងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្រាប់ចំពោះមូលនិធិដែលមានចំនួនសរុប$50,000បាទច្រើនណាស់កន្លះលានដុល្លារណាអូខេដំណឹងថ្ងៃនេះគឺបញ្ចប់តែប៉ុណ្ណឹងសង្ខេបចែករំលែកទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាបាទរឿងផ្អើលនៅព្រំដែនអ្នកស្រុកថៃជះទឹកត្រីដាក់អ្នកកាសែតថៃខ្លួនឯងដោយសារតែផ្សាយព័ត៌មានមិនពិតបាទញុះញង់ឲ្យមានសង្គ្រាមកម្ពុជាថៃអាហ្នឹងមួយផ្នែកហើយយើងអរគុណចំពោះស្រាប់ដែលផ្ដល់ជំនួយមនុស្សធម៌$50,000ផងដែរហើយកម្ពុជាស្នើកិច្ចប្រជុំព្រំដែនបន្ទាន់ទៅកាន់ភាគីថៃសារជាថ្មីបាទនេះរឿងហ្នឹងហើយចង់កតុយមួយទៀតនោះប្រិយមិត្តជាទីមេត្រីបាទសូមបន្ថែមទៅនឹងលោកសង្ឃហ្វ្រង់សូតានដែលនិយាយដូចនេះថាទីក្រុងបាងកកត្រូវយល់ថាពីអំណះតទៅប្រទេសរបស់អ្នកឯងនិងកូនចៅរបស់អ្នកឯងនឹងមិនអាចសុខសាន្តបានទៀតនោះទេហេតុអ្វីនេះគឺជាសំណួរមួយពីព្រោះការកាន់កាប់ទឹកដីនិងការធ្វើអាណានិគមមកកាច់ដែលជាលទ្ធផលនៃយុទ្ធសាស្ត្រប្រៃនិងកម្លាំងបាយគឺជាចំណុចចាប់ផ្ដើមនៃការឈឺចាប់គុំគួនសងសឹកតជំនាន់បាទបលាអញ្ចឹងទៅនេះជាមេរៀនប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រក្បាលរឹងណាស់បាទគាត់ទៅសេអញ្ចឹងប្រិយមិត្តយល់យ៉ាងណាដែរអំណះតទៅប្រទេសថៃកូនចៅថៃនឹងមិនអាចសុខសាន្តបានទៀតនោះទេបាទហើយថៃតែងតែលើកឡើងថាម៉េចមុនវាយកម្ពុជាដើម្បីឲ្យកាច់បំបាក់ថ្មងកម្ពុជាដើម្បីឲ្យកូនចៅរបស់គេសុខសាន្តមិន
មិនអស់ប្រិយមិត្តចាំហ៎ជួយដាក់មកឃ្លាមចប់ហើយ